តោះបងប្អូនទៅមើលគេធ្វើចម្រោះទឹកបងប្អូនបាទទឹកកខ្វក់យើងអាចចម្រោះទៅជាទឹកថ្លាទឹកស្អាតអាចហូបបានអញ្ចឹងណាមើលទៅវារឿងអញ្ញាតិចបងប្អូនអត់មានច្រើនដំណាក់កាលខ្លាំងមែនតើមានទាំងពីស្មៅមានទាំងពីថ្មមានទាំងពីសម្រាមមកឲ្យបងប្អូនបាទនេះគឺជាទឹកកខ្វក់អញ្ចឹងណាគេចាក់ចូលមកបន្ទាប់មកអាទឹកហ្នឹងវាស្រក់តគ្នាមកចុងក្រោយវាចម្រាញ់បានជាទឹកថ្លាដែលយើងអាចញ៉ាំបានបងប្អូនបាទលយម្យ៉ាងរបស់គាត់ដែរបងប្អូនបាទយ៉ាងនេះគឺជាទៀនបងប្អូនបាទគេទៀនគេយកទៅស្លអញ្ចឹងណាស្លវាឲ្យគឺគេយកអាខ្សែក្នុងនឹងចេញបន្ទាប់មកគេដាក់ជាមួយនឹងខ្សែអានេះដូចជាខ្សែគោបងប្អូនខ្សែធំណាបន្ទាប់មកយើងយកមកហាន់វាតែគេធ្វើអីទេបងប្អូនហាន់ហើយគេយកទុកពេលដាក់ក្នុងទឹកជន់គេមានចង់បញ្ជាក់ថាជន់ទឹកក្នុងទឹកហើយក៏វានៅដុតឆេះដែរបងប្អូនមើលបាទនៅដុតឆេះធម្មតាហើយសំខាន់អ្វីដែលខ្លាំងបំផុតនោះគឺផ្លុំអត់ដល់លុតទៀតអែមត្រង់ហ្នឹងបងប្អូនបាទលយមែនតែនអានេះខ្ញុំមើលទៅដូចជារំសេវបងប្អូនដូចជារំសេវអានេះទឹកនេះឡាយនេះមិនដឹងថាជាស្អីទេប៉ុន្តែយូរទៅវាឆេះបងប្អូននឹងឆ្ងល់ដែរមិនដឹងថាវាជាប្រភេទអ្វីទេប៉ុន្តែសំខាន់គឺវាឆេះខ្ញុំគិតថាវាជារំសេវបងប្អូនអាលើហ្នឹងប៉ុន្តែអាទឹកមិនដឹងជាទឹកអីទេយើងអត់ដឹងថាទឹកអីគេទេហើយអានេះដូចជាសលៃជូតមុខបងប្អូនអាសនេះហើយគេកោសជូងដាក់ហើយគេមូបងប្អូនគេមូហើយគេយកក្តារមកមូបន្ថែមមូអានឹងវាឆេះបងប្អូនវាប្រកាសចុកនេះវាខ្លាចជាភ្លើងលយមែនបងប្អូនលយមែនតើមកឆេះបាត់បងប្អូនចឹងអានេះដឹងជាស្អីទេបាទមិនធ្នូមិនព្រួញទេបងប្អូនអានេះគេឆ្នៃនេះគេឆ្នៃធ្វើជាចក្រានបងប្អូនបាទជាចក្រានអាហ្នឹងបងប្អូនអាចធ្វើបដោះអសន្នបានដាំនេះដាំនោះអីចឹងណានេះគឺជាអាលុយមីញ៉ូមបងប្អូនបាទគេមូជាមួយនឹងឈើយើងអាចធ្វើជាជំនួសអាំងត្រីចឹងណាបងប្អូនបើសិនជាយើងអត់មានយកទៅគឺយើងមានអាលុយមីញ៉ូមនឹងមកដាក់ទៅវាអត់ឆេះឈើទេអញ្ចឹងយើងអាចអាំងហូបបានមួយយ៉ាងមកគេដែរបងប្អូនបាទហើយអានេះរត់តែអែមទៀតបងប្អូនបាទបងប្អូនណាធ្លាប់ឆ្លងកាត់បាទកុំភ្លេចជួយ comment ម្នាក់មួយខ្ញុំឆ្ងល់ថាហេតុអ្វីបានជាដើមនឹងវាស្រូបទឹកមកខ្ញុំអត់យល់បងប្អូនអស់នេះបាទបងប្អូនអាចបញ្ជាក់បានទេបាទជួយ comment ម្នាក់មួយមើលវាស្រូបមកបានយ៉ាងម៉េចនេះអាការគេបកលុញវគ្គមុននោះបងប្អូនបាទមិនដឹងគេនេះគេយកមកបង្កាត់ភ្លើងទេណាអានឹងឆូតចេញផ្កាភ្លើងបងប្អូនលយមែនអានេះគេបញ្ជាក់ថាផ្លុំអត់ដល់លុតទេណាមើលគេផ្លុំអត់ដល់ផ្លុំមកអានេះគឺជាសាប៊ូបងប្អូនអរគ្នាបាទគេយកទៅចំហុយវាឲ្យអាលាអញ្ចឹងណាអានេះដូចជាกระดาษសើបងប្អូនគេមូដាក់សើមកដាក់ចូលក្នុងសាប៊ូក្នុងផ្លុកតែម្ដងបន្ទាប់ពីគេដាក់ហើយគឺគេស្រង់វាយកមកហាលវិញឲ្យស្ងួតគេដាក់ក្នុងប្រអប់អានេះយើងអាចប្រើការបានយើងអាចសម្បាច់ចេញមកចេញសាប៊ូតាមនឹងមកហើយយើងអាចកក់សក់អាចលាងដៃលាងជើងលុបមុខអីបានទៅហើយសំខាន់ណាចុងក្រោយហ្នឹងយើងអាចយកមកជូតខ្លួនបានទៀតលយត្រង់ហ្នឹងបងប្អូនបាទចឹងវីដេអូយើងក៏មានតែប៉ុណ្្នឹងដែរបាទកុំភ្លេចជួយ subscribe ម្នាក់មួយដើម្បីទទួលបានវីដេអូថ្មីៗនៅវីដេអូក្រោយអរគុណសម្រាប់ការទស្សនា